អូខេជម្រាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីយ៉ាងនេះគឺខ្ញុំមាននឹងមានវីដេអូមួយក្នុងការសួរសំណួរទៅកាន់និស្សិតអតីតនិស្សិតម្នាក់ដែលមកពីប្រទេសវៀតណាមតែគាត់នឹងចូលរួមដោយការឆ្លើយសំណួរមួយនេះដែរចង់ដឹងថាតើសំណួររបស់យើងគឺមានលក្ខណៈបែបណាហើយនឹងចម្លើយរបស់គាត់គឺបែបណាដែរកុំភ្លេចជួបជាមួយគាត់ទាំងអស់គ្នាអូខេលោកអូនស្វាគមន៍មកកាន់ប្រទេសកម្ពុជារបស់យើងវិញក៏អបអរសាទរក្នុងការបញ្ចប់ការសិក្សាមកពីប្រទេសវៀតណាមដូចគ្នាសុខសប្បាយអត់មួយថ្ងៃហ្នឹងសុខសប្បាយទេបងអត់អីអូខេអញ្ចឹងបងឯងដឹងថាថ្ងៃនេះក៏បងមានចំនួន5សំណួរក្នុងការសួរអូនក្នុងការលក្ខណៈសំណួរបែបសប្បាយសប្បាយ enjoy អញ្ចឹងណារៀបខ្លួនហើយនៅអូខេអញ្ចឹងចាប់ដាក់ជាមួយសំណួរទី1សំណួរទី1សួរថាតើបងឯងមានរឿងអាម៉ាស់បំផុតអីគេដែលធ្លាប់ធ្វើនៅចំពោះមុខមនុស្សច្រើនអត់ធ្លាប់មានអាកាសពីប្រហែលខែមុនហ្នឹងខ្ញុំធ្លាប់ដាក់ដួលអត់មានរឿងអីសោះខ្ញុំដើរហើយខ្ញុំជិះជើងដួលហើយទៅដាច់ដៃហើយក៏ច្មោះហើយដាច់ជួយទៀតឯងក្នុងចំណោមមនុស្សទាំងអស់ខ្វះតែគេជាងគេខ្វះសើប្អូនវាសើរហូតហើយគេបូលីខ្ញុំរហូតមកដល់ឥឡូវគឺនៅតែគេបូលីទៀតអូខេឥឡូវយើងគិតរឿងហ្នឹងបញ្ចប់រឿងហ្នឹងត្រឹមហ្នឹងចាប់ដើមជាមួយរឿងថ្មី enjoy ជីវិតរឿងអាម៉ាស់គឺទុកមកឡែកឥឡូវចាប់ដើមជាមួយសំណួរទី2សំណួរទី2របស់យើងសួរថាតើអូនឯងធ្លាប់កុហកដើម្បីកិច្ចពីការណាត់ជួបឬការងារអីអត់លក្ខណៈថាដូចយើងការងារអីទៅគេណាត់ជួបថាយើងមកថ្ងៃនេះតែយើងអត់បានទៅទេដោយសារតែយើងមានមូលហេតុផ្សេងៗអូនឯងធ្លាប់អត់ធ្លាប់មូលហេតុអីដែរមិនបានកណ្ដុងជប់អត់ទៅណាត់ជួបអីចឹងពេលខ្លះរបៀបថាពេលខ្លះយើងហត់ពេកឬក៏ពេលខ្លះហត់ពេកធ្វើការហត់ពេកច្រើនពេកមានរឿងរបៀបថាវាផ្ទុនពេកអីចឹងពេលខ្លះចង់សម្រាប់ចង់គេអីចឹងពេលខ្លះបោកគេប្រាប់ថាល្មើទៅនេះទៅតែពិតនឹងគេវិញនៅគេទីដោយសារតែយើងមានអាការហត់ពេកទេតែការងារយើងផ្ទុំគ្នាពេកគឺយើងអត់មានកម្លាំងក្នុងការទៅទេដោយសារតែយើងហត់អស់កម្លាំងចឹងបងយល់អារម្មណ៍ហ្នឹងពេលខ្លះយើងជាមនុស្សមិនមែនមានយើងក៏មានត្រូវការពេលក្នុងការសម្រាកដែរអញ្ចឹងពេលខ្លះការងារហត់ពេកយើងមិនមែនមនុស្សជនដែលធ្វើការបានរហូតណាយើងគឺជាមនុស្សដូចគ្នាអញ្ចឹងយើងត្រូវការពេលសម្រាកបងយល់អារម្មណ៍ហ្នឹងអូខេឥឡូវយើងផ្ដាច់ជាមួយសំណួរទី3សំណួរទី3សួរថានៅក្នុង Facebook អូនឯងឬក៏ TikTok តើនៅកន្លែងស៊ូចហ្នឹងគឺអូនឯងចិត្តស៊ូចអីគេជាងគេអត់ខំកាប្រហែលអ្នកអត់ខំក្រៅតែម្នាក់មានតែម្នាក់ទេអូមនុស្សស្មោះគឺមានតែម្នាក់ទេក្នុងការស៊ើអញ្ចឹងអូនឯងគឺមានថាអ្នកដែលអូនឯងក្រៅសំណាងដែលបានសិស្សបងបងក្រៅគឺគេថាគេយល់ហើយគឺគាត់ជាមានសំណាងមែនតើអញ្ចឹងអូលយឲ្យមកក្នុងស៊ើបងមានអីណាអញ្ចឹងមានអីក្នុងស៊ើបងដូចជាមានរឿងភាគមើលរឿងកូរ៉េអត់មែនក្រៅទេមានក្រៅពីណាទេឥឡូវចាប់ដល់សំណួរទី4តើធ្លាប់យកដូចថាទូរស័ព្ទរបស់មិត្តភ័ក្តិឬក៏ស័ព្ទអាណាគេដែលគេកំពុងផ្ញើសារឬក៏ call អីចឹងធ្លាប់លើកទូរស័ព្ទគេឬក៏ឆ្លើយសំណួររបស់គេអត់ឆ្លើយនៅរបៀបថាគេដឹងទេដូចយើងទៅលួចបោះទូរស័ព្ទរបស់គេមកមើលអីចឹងណាដែរអត់ដែរអូល្អអូនមកគ្រប់ត្រឹមដូចចឹងកុំខ្វល់មួយរឿងគេយ៉ារបៀបថាពេលខ្លះយើងមាន privacy រៀងខ្លួនអញ្ចឹងយើងក៏របស់គេឬក៏យើងរបៀបថាយើងយករបស់គេឆាឬក៏លើកទូរស័ព្ទរបស់គេហើយយើងអត់ប្រាប់គេអាហ្នឹងពេលខ្លះវាម្ចាស់គេសម័យខ្លួនរបស់គេក៏គេបាក់ដែរត្រូវអញ្ចឹងហើយណាមួយអាហ្នឹងឯកជនភាពរបស់គេផ្ទាល់ខ្លួនរឿងផ្ទាល់ខ្លួនអញ្ចឹងយើងអត់พูดទៅពាក់ព័ន្ធរបស់គេត្រូវជារឿងរបស់គេទេអញ្ចឹងមានថាយើងកុំខ្វល់ជាមួយរឿងគេដោយសារតែនេះគឺជារឿងរបស់គេផ្ទាល់អញ្ចឹងឲ្យគេជាអ្នកដោះស្រាយគេជាអ្នកទទួលខុសត្រូវជាមួយរឿងហ្នឹងអូខេដល់អូបងក៏ត្រូវចំណេញនៅបន្ទាប់តើបងឯងដែលបានអត់ងូតទឹកក្នុងរយៈពេលពេញមួយថ្ងៃអត់ធ្លាប់អូមែនគេស្អីគេហ្នឹងពេលខ្លះពេលហ្នឹងខ្ញុំឈឺអញ្ចឹងខ្ញុំក៏ខ្សោយឬក៏ពេលថាពេលខ្លះខ្ញុំប្រសាយអញ្ចឹងទៅហើយអាពេលនៅរៀនពេលអាខែល្ងាចអញ្ចឹងវាត្រជាក់ខាងពេកពេលហ្នឹងខ្ញុំឈឺចិត្តខ្ញុំអត់មានទឹកតែពេលគេដោះពពេកគេខែត្រជាក់ខែត្រជាក់ក្នុងបែកញើសហើយគាត់អ្នកស្រួលខ្លួនហើយត្រូវអត់សាមអត់ស្រួលខ្លួនពេលបើអូនឯងធម្មតាកន្លែងទៅទឹកបាត់ហើយទោះបីត្រជាក់ក៏ដោយត្រូវអត់សាពេលអូនឯងស្រួលខ្លួនពេលខ្លះអត់ស្រួលខ្លួនយើងអត់មានអារម្មណ៍ណាទៅងូតទឹកវាថាមានអារម្មណ៍ណាទៅទេថាយើងក៏ពីក្រៅរួចផងហ្នឹងណាមកយើងផ្ដាសាយអញ្ចឹងយើងទៅមួយទឹកខែល្ងាចវាផ្ដាសាយថែមទៀតលើយេបងយល់សំណួរចុងក្រោយរវាងអត់សក់ហើយនឹងអត់ចិញ្ចើមបើគេឲ្យឯងជ្រើសរើសយកមួយត្រូវតែយកមួយឯងយកមួយណារវាងអត់សក់អត់ចិញ្ចើមយកអត់សក់ព្រោះសក់ទិញសក់បានចឹងក៏អត់ចិញ្ចើមទៅអត់ចិញ្ចើមក៏បើសក់បានហើយសក់ពាក់យើងដូរម៉ូតបានច្រើនម៉ូតមួយឆ្លាតចឹងអូខេយើងមានសំណួរចំនួនប៉ុណ្ណឹងដើម្បីសួរឯងចឹងអូខេអរគុណច្រើនអូនសម្រាប់ការចូលរួមក្នុងវីដេអូបងឯនេះគឺចឹងក៏បងមានពាក្យថាជូនពរអូនឯងកាន់តែជោគជ័យក្នុងជីវិតហើយសុខភាពល្អហើយប្រាថ្នាឲ្យកាន់តែសម្រេចដូចសេចក្តីប្រាថ្នាណាចឹងអរគុណសម្រាប់ទស្សនិកជនអរគ្នាជាមួយនឹងវីដេអូនេះជួបគ្នាជាមួយវីដេអូបន្តបាយបាយ